បាទសួស្តីអ្នកទាំងអស់គ្នាចឹងយើងតមេរៀនយើងបន្តទៀតយើងចូលទៅដល់របៀបប្រើប្រាស់ Tool Selection Keyboard Shortcuts បាទអញ្ចឹងខ្ញុំបានធ្វើការបង្រៀន tool ទាំងអស់នេះរួចរាល់ហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូរបស់ខ្ញុំបាននៅពេលដែលយើងធ្វើការចេះនៅ tool ទាំងអស់នេះហើយយើងចេះនៅ short key ទៀតធ្វើឲ្យការប្រើប្រាស់យើងកាន់តែលឿនអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ប្រើ lasso tool អញ្ចឹងយើងគ្រាន់តែធ្វើការចុចទៅលើអីយើងគ្រាន់តែធ្វើការចុចទៅលើអក្សរ L អញ្ចឹងយើងអាចធ្វើការប្រើជា lasso សម្រាប់ធ្វើការ selection អញ្ចឹងខ្ញុំអាចចុចទៅលើអក្សរ V វិញដើម្បីធ្វើការចុចទៅលើ move tool ដើម្បីធ្វើការចាប់ទាញអញ្ចឹងវាប្រែប្រួលទៅតាមអ្វីដែលយើងចង់បានរួចយើងអាចចុច Ctrl អក្សរ D ដើម្បីធ្វើការដោះ selection ឬក៏យើងអាច Ctrl អក្សរ Z ដើម្បីឲ្យវាត្រឡប់ទៅសភាពដើមអូខេអញ្ចឹងនៅក្នុងហ្នឹងគឺមាន tool ជាច្រើនដែលយើងអាចប្រើប្រាស់ short key ហើយចំពោះ tool ខ្លះក៏អត់មាន short key ដែរដូចជា tool blur នេះគឺអត់មាន short key ទេអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនៅក្នុងនេះបានគឺខ្ញុំបានធ្វើការដាក់អក្សរឲ្យអក្សរ Q បាទ W E D អីជាដើមឬក៏យើងអាចប្រើជា control ខាងនេះមួយទៀតចំពោះការប្រើ short key ហ្នឹងឧទាហរណ៍ថានៅក្នុងនេះវាមាន tool 4អញ្ចឹងករណីដែលយើងចង់ប្រើ tool ផ្សេងទៀតដោយប្រើ shortcut យើងអាចចុចអក្សរ L វានឹងលោតទៅលើរូបដែលបានបង្ហាញនៅលើកន្លែងនេះអញ្ចឹងបើសិនយើងចង់បដូរ tool ទី2ឬក៏ទី3នេះទៀតយើងអាចចុច Shift ឲ្យជាប់រួចហើយចុចអក្សរ L វានឹងផ្លាស់ប្ដូររូបរាងណាបាទអញ្ចឹងដូចនៅក្នុងនេះមាន W អញ្ចឹងយើងអាចចុច W វានឹងលោតទៅជា auto selection នៅ object យើងអាចចុច C ហើយចុច W មកនឹងប្រែប្រួលទៅលើ magic selection វិញអញ្ចឹងយើងចុច W ទៀត CW ទៀតវានឹងប្រែប្រួលទៀតណាហ្នឹងហើយទៅជា selection បែបនេះអូខេចុច Ctrl អក្សរ D ដើម្បីឲ្យហែមកស្វីបតាមជាងនៅក្នុងនេះក៏យើងអាចប្រើប្រាស់ទៅលើខាងលើនេះបានដែរទៅលើ menu ខាងលើនេះយើងអាចចុចទៅលើអីគេយើងអាចចុចទៅលើ image យកពាក្យថា adjustment រួចហើយយើងអាចធ្វើការជ្រើសរើសនៅ color balance យកមកប្រើប្រាស់ឧទាហរណ៍ខ្ញុំយក color balance យកមកប្រើប្រាស់យើងអាចចុចមកវានឹងចេញជា color balance ឡើយនេះយើងអាចធ្វើការប្រែប្រួលវាបានផ្លាស់ប្ដូរវាបានពីពណ៌មិនយើងអាចប្រែប្រួលវាបានទៅតាមហ្នឹងយើងក៏អាចចុចអីគេមិញចុច Ctrl អក្សរ B វានឹងចេញជាអីគេ color balance បាទឬក៏យើងអាចចុចអីគេចុចនៅលើហ្នឹងវាមាន shortcut ជាច្រើនទៀតនៅក្នុងហ្នឹងវាមានអីគេវាមានច្រើនអញ្ចឹងយើងអាចសិក្សាវាមួយទៅហើយនៅពេលយើងប្រើប្រាស់វាកាន់តែច្រើនយើងនឹងអាចយល់ពីការប្រើប្រាស់ short key នេះកាន់តែស៊ីជម្រៅអញ្ចឹងករណីខ្ញុំយក Ctrl អក្សរ U អញ្ចឹងកន្លែងនេះយើងអាចធ្វើការផ្លាស់ប្ដូរពណ៌វាបានឬក៏យើងអាចធ្វើការ select ទៅលើពណ៌ឧទាហរណ៍ពណ៌បៃតងអញ្ចឹងយើងអាចធ្វើការ select មកវានឹងប្រែប្រួលតែពណ៌បៃតងទេហ្នឹងហើយអញ្ចឹងមេរៀនក្រោយទៀតនឹងធ្វើការបង្ហាញឥឡូវខ្ញុំ cancel ចុះករណីមួយទៀតករណីថានៅក្នុងហ្នឹងវាអត់មានដូចជានៅក្នុងនេះ adjustment ដូចជាពាក្យថាបាទ gradient mark ឬក៏ selection tool color នេះវាអត់មានទេអត់មានជា shortcut ទេអញ្ចឹងយើងអាចធ្វើការចុចបែបម៉េចដើម្បីប្រើប្រាស់វាឲ្យមានភាពរហ័សអញ្ចឹងយើងចុច R មកបាទចុច R យើងនឹងឃើញអីគេចុច R មកយើងនឹងឃើញមានបន្ទាត់មួយបន្ទាត់នៅខាងក្រោមអីគេពេលយើងចុច R ទៅវានឹងឃើញមានលោតបន្ទាត់មួយនៅពីដើមអក្សរណាចុច R ហើយចុចអក្សរ I រួចហើយយើងឃើញមានអីគេ A នៅពីមុខត្រូវអត់យើងចុចអក្សរ A មកតមកវាលោតទៀតខាងក្រោមនេះយើងចង់បានអីគេយើងចង់បាន selection tool ណាហើយវាមានអក្សរ S ឬក៏យើងចុចអក្សរ G អញ្ចឹងវានឹងលោតឲ្យអញ្ចឹងឥឡូវខ្ញុំចុចភាសាទៀត L I A រួចហើយអក្សរ S វានឹងចេញជាអីគេ selection tool color អញ្ចឹងកន្លែងនេះយើងអាចធ្វើការប្រែប្រួលវាបានទៅតាមអ្វីដែលយើងចង់បានអញ្ចឹងម្ដងទៀតបើសិនខ្ញុំត្រូវការ gradient វិញយើងអាចចុចអីគេ L
I A អក្សរ G អញ្ចឹងចេញជា gradient color R I A យកអីគេអក្សរ G អញ្ចឹងវានឹង load ឲ្យតែម្ដងខ្ញុំប្ដូរពណ៌វានឹងប្រែប្រួលទៅតាមពណ៌ដែលខ្ញុំចង់បានវាអូខេមកវាចេញពណ៌ដែលខ្ញុំចង់បានហើយអាចជា control Z វាមកសភាពដើមមកវិញអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះ